សួស្តីបងបងណានេះខ្ញុំមកប្រាប់ពីរបៀប set up តាម Wi-Fi បាទ Epson L325 បាទហើយយើងអត់ set តាមខ្សែ USB ទេយើង set តាម Wi-Fi វិញបាទអញ្ចឹងម៉ាស៊ីនយើងបើកវាទៅហ្នឹងហើយខ្សែ USB យើងដោតវាហើយទៅអានេះខ្ញុំអត់ set ជាមួយកុំព្យូទ័រហ្នឹងទេខ្ញុំ set ជាមួយកុំព្យូទ័រខ្ញុំអាធំហ្នឹងបាទអញ្ចឹងឥឡូវយើងទៅចូល download driver វាហើយយើងនឹង set driver Wi-Fi បណ្ដោយហ្នឹងយើងអត់ប្រើខ្សែទេយើងប្រើតាម Wi-Fi វិញបាទអញ្ចឹងយើងចូលទៅក្នុងកុំព្យូទ័ររបស់គ្នាអូខេអញ្ចឹងយើងចូលមកក្នុងកុំព្យូទ័របាទហ្នឹងហើយអូខេឥឡូវយើង download driver ម៉ាស៊ីន print មួយសិនហ្នឹងហើយបងប្អូនចូលតាមខ្ញុំមកហ្នឹងហើយ Y Epson បាទហើយចុចដាក់ SN មួយទៅបាទហើយ enter វាទៅហ្នឹងហើយអានេះយើងចូល download driver វាសិនណា driver full បាទអញ្ចឹងឥឡូវយើងចូលមក search កន្លែងនេះដាក់ L 325ឈ្មោះម៉ាស៊ីនរបស់យើងបាទហើយ enter ចូលទៅយើង scroll មកក្រោមបន្តិចមកហ្នឹងហើយយកពាក្យថាកន្លែង set up ហ្នឹងមកហ្នឹងហើយអញ្ចឹងយើង scroll មកក្រោមមកបាទហ្នឹងហើយអញ្ចឹងយើងឃើញកន្លែង download ចុច download វាមួយទៅហ្នឹងហើយពេលដែលវាពេញហើយយើង double click លើ driver ហ្នឹងទៅ driver option print ហ្នឹងហើយអូខេអញ្ចឹងវា install ទៅបាទចាំវាបន្តិចទៅកន្លែងខ្លះវាដើរយូរកន្លែងខ្លះដើរលឿនទេបាទអូខេអញ្ចឹងយើងអូខេមួយទៀតទៅហ្នឹងហើយយើង accept វាទៅហើយ yes វាទៅបាទនិចវាមួយទៀតហ្នឹងហើយអញ្ចឹងដល់កន្លែងនេះយើងចុចគ្រីសមួយហើយនិចវាមួយទៀតទៅហ្នឹងហើយសម្រាប់ set up តាម Wi-Fi វារៀងពិបាកជាង set up តាម USB តែពេលដែលយើង set up វាភ្ជាប់ Wi-Fi នៅលើម៉ាស៊ីន print ហើយកុំព្យូទ័រក្រោយៗយើង set ងាយស្រួល set ទេហ្នឹងហើយ add យកគឺលឿនពិបាកតាកុំព្យូទ័រមុនដំបូងហ្នឹងហើយអញ្ចឹងបងប្អូនធ្វើតាមខ្ញុំទៅនេះដល់កន្លែងហ្នឹងហើយឥឡូវបាទហើយយើងយកខាងលើគេកន្លែង Wi-Fi ហ្នឹងមកបាទហើយនិចវាមួយទៀតហ្នឹងហើយចាំវាមកសន្ទុះទៅអូខេដល់កន្លែងនេះយើងទៅមើលលើម៉ាស៊ីនវិញហ្នឹងហើយអាហ្នឹងយើងចុចប៊ូតុង Wi-Fi នៅលើម៉ាស៊ីនវិញអូខេឥឡូវយើងមកដល់លើម៉ាស៊ីនវិញបាទហ្នឹងហើយអញ្ចឹងអានេះយើងចុចបើក Wi-Fi វាបាទចុចវាជាប់5វិនាទីទៅចុចវាជាប់បាទឲ្យវា5វិនាទីឲ្យភ្លើងនេះលើភ្លើងទៅហ្នឹងហើយអូខេអញ្ចឹងយើងចុចបើក Wi-Fi ហើយយើងទៅលើកុំព្យូទ័រយើងវិញម្ដងទៀតអូខេឥឡូវយើងមកលើកុំព្យូទ័រវិញម្ដងទៀតបាទបន្ទាប់ពីយើងចុចលើម៉ាស៊ីនហើយហ្នឹងហើយអញ្ចឹងយើងមកលើកុំព្យូទ័រវិញបាទអញ្ចឹងយើងចុចនិចវាបន្តទៅទៀតទៅហ្នឹងហើយរងចាំវាមកសន្ទុះទៅកន្លែងខ្លះវាយូរខ្លាំងមែនតើណានេះខ្ញុំកាត់មកកន្លែងខ្លះដែលយូរហ្នឹងហើយតែការ set up គឺដូចគ្នាទេបាទគ្រាន់ថាខ្ញុំកាត់កន្លែងខ្លះដែលវា install យូរទៅយើងកាត់វារៀងលឿនតិចឲ្យវាខ្លីនាទីបាទអញ្ចឹងដល់កន្លែងនេះគឺវាចាប់ផ្ដើមផ្ដាច់ Wi-Fi ពីកុំព្យូទ័រយើងទៅហើយវាបោះឲ្យម៉ាស៊ីន print ហ្នឹងហើយអញ្ចឹងវាចាប់ផ្ដើមដាច់ហើយវា load alert មកវិញហើយវាដាច់តែមួយ plate ទេអញ្ចឹងបងចាំតិចទៅអូខេអញ្ចឹងយើងដល់កន្លែងនេះយើងមិនខ្វល់ពី IP address ទេយើងចុចនិចបន្ថែមតទៅទៀតទេអូខេវា install ហើយឥឡូវយើងចាំវាបន្តិចទៅ អ
ok chẳng đo cái này này dương đo kri về cho lại ở tới nè đo thì nhà kri chạy nhỏ tới nè hay bắt đầu mỗi dương chuyện này về tiệt tới ok chẳng đo cái này cứ dương set up trục chạy ấy mà lừa sân print chẳng bên đây tham sân print dương anh miền wifi hay dương ăn chăm bạch ở praxai thì nè chẳng lấy nhom từ chạy ở con control panel cái này driver nè bà chẳng ni driver network để dương set up wifi thì lấy dương shop tam network tam wifi của bán tam xe của bạn đôi khi chẳng lấy những đọt xe chính đọt xe chính chẳng dương có mưa lấy công tờ nó nhé mà driver để dương set up tam wifi này ok chẳng những đọt xe chính ấy lấy dương chỗ luôn xả một print tè nó lấy công tờ bà anh ấy driver network driver wifi nè lấy dương xả print tè ok chẳng lấy dương tầm mưa ok lấy mấy dương chia pin sơn mố print tam wifi ở mức sai đấy bà nè ok chẳng này dương shop tam wifi bàn chụp cháy ấy nè chẳng này cứ biệt shop sân print bà Epson L3 há này shop pra tam wifi ở pra tăng sai thế bà tại dương shop ban từng pì thì mỗi giờ tăng sai và dương ai shop bán tam wifi của shop bán chẳng trong print mùi na các bạn này chẳng tam shop wifi cứ miên tập năng tế bà ok ở con trang